រៀនគ្រប់ទីកន្លែងរៀនពីគ្រប់គ្នាហើយកុំភ្លេចរៀនពីខ្លួនឯងផងខ្លួនឯងជាគ្រូរបស់ខ្លួនឯងនេះជាបទពិសោធន៍របស់ខ្ញុំមិនល្អឥតខ្ចោះទេការងារក៏មិនមែនប្រសិទ្ធភាពអស់ដែរប៉ុន្តែតែងតែច្បាប់ជានិច្ចដើម្បីប្រកួតប្រជែងត្រូវកែទាំងអស់កុំដូចតកនៅម្ដុំរឹងថ្កល់ហើយអត់រីកទេយូរទៅត្រូវថ្ងៃរលាយអស់សមត្ថភាពចំណេះដឹងយើងដូចគ្នាចេះប៉ុណ្ណឹងមិនប្រកាសបើយើងមិនធ្វើវាអស់ហើយមកស្រាវជ្រាវច្រើនទេកាត់តែខ្ញុំថាពេលរៀន 100% តែពេលចេញធ្វើការត្រូវធ្វើ 120% ទៅជោគជ័យពេលរៀនយើងចង់បាន 100% ដើម្បីបានបន្ទុកពេញមែនទេប៉ុន្តែពេលធ្វើការ 100% បានន័យថាអ្វីដែលការងារដាក់មកធ្លាប់ធ្វើឲ្យជោគជ័យតែ 20% គឺការច្នៃប្រឌិតបង្កើតអីថ្មីបើសិនជាបកគលឲ្យធ្វើតែដដែលហ្នឹងហើយធ្វើមិនបានល្អផលក៏ដឹងអត់បានបន្ទុកមែនតែបើអ្នកនឹងបកគលឲ្យហើយលើកក្រោយមកគាត់មានគំនិតលើកច្បល់ធ្វើកាន់តែល្អយើងនឹងហើយអា 20% ទៀតដែលឲ្យអ្នកនឹងជោគជ័យថ្ងៃក្រោយតាអ្នកដឹងក្នុង10អ្នកហ្នឹងមានម្នាក់ហ្នឹងដែលតែងតែមានការគិតគូរហើយច្បាស់លាស់ហើយមិនត្រឹមតែច្បាស់លាស់ចេះមានគំនិតថ្មីឆ្នៃប្រឌិតធ្វើរហូតគួរឲ្យធ្វើមេគេចឹងបើចង់ជោគជ័យពេលរៀន 100% តែពេលចេញធ្វើការគួរតែខិតខំធ្វើ 120% កុំទៅជាមនុស្សតកត្រូវចេះឆ្នៃប្រឌិតអ្វីដែលឲ្យធ្វើរាល់ថ្ងៃធ្វើឲ្យបានជោគជ័យ 100% ហើយកុំភ្លេចថែមការស្រាវជ្រាវបង្កើតវិធីសាស្ត្រថ្មីរបៀបរបបធ្វើថ្មីឲ្យកាន់តែរីកចម្រើនមិនថាធ្វើការឲ្យគេឬមួយក៏ធ្វើប្រធានខ្លួនឯងទេបើធ្វើប្រធានខ្លួនឯងកាន់តែត្រូវលឹះនឹងទៀតព្រោះយើងត្រូវការប្រកួតប្រជែងជាមួយបើថាអ្នកវិនិយោគអ្នកអូស៊ីត្រូវប្រកួតជាមួយហាងផ្សេងទៀតដើម្បីបង្កើនចំណូលបន្ថែមភាពជោគជ័យយកមកឲ្យកូនចៅរីកចម្រើន